សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel The Secret Room បន្ទប់សម្ងាត់នៅក្នុងរាត្រីនេះខ្ញុំទទួលបាននូវសម្បត្តិពីប្រិយមិត្តអ្នកស្ដាប់ម្នាក់ទៀតហើយដែលគាត់សូមមិនបញ្ចេញឈ្មោះរឿងរ៉ាវរបស់គាត់គឺជាការឈឺចាប់ដ៏ធំធេងមួយដែលគាត់បានលាក់ទុកនៅក្នុងចិត្តជាច្រើនឆ្នាំមកហើយថ្ងៃនេះគាត់សម្រេចចិត្តទម្លាយវាចេញមកដោយព្រោះតែវាកំពុងតែតាមលោកបន្លាចដល់រូបគាត់ជារៀងរាល់យប់ហើយនៅខាងក្រោមនេះគឺជាខ្លឹមសារសម្បត្តិរបស់គាត់ទាំងស្រុងជម្រាបសួរ admin និងមិត្តអ្នកស្ដាប់ទាំងអស់គ្នារឿងនេះខ្ញុំមិនដែលហ៊ានប្រាប់សូម្បីតែឪពុកម្ដាយឬបងប្អូនបង្កើតរបស់ខ្ញុំឡើយវាគឺជាដំបៅខ្ទុះដ៏ជ្រៅមួយនៅក្នុងជីវិតរបស់ខ្ញុំមនុស្សគ្រប់គ្នាឃើញខ្ញុំខាងក្រៅជាមនុស្សចូលចិត្តសើចសប្បាយមានការងារល្អនិងមានជីវិតធម្មតាដូចគេដូចឯងប៉ុន្តែគ្មានអ្នកណាដឹងទេថារាល់ពេលដែលភ្លើងបន្ទប់របស់ខ្ញុំត្រូវបានបិទងងឹតស្លុបខ្ញុំត្រូវប្រឈមមុខជាមួយនឹងស្រមោលអតីតកាលដ៏ខ្មៅងងឹតមួយដែលវាតាមលងបន្លាចខ្ញុំជារៀងរាល់យប់រហូតដល់ធ្វើឲ្យខ្ញុំមិនហ៊ាននៅម្នាក់ឯងរឿងរ៉ាវវាបានកើតឡើងកាលពី3ឆ្នាំមុនកាលនោះខ្ញុំមានមិត្តភក្តិម្នាក់មានសុំសន្មតឈ្មោះរបស់គាត់ថារចនាគឺជាមិត្តភក្តិដែលខ្ញុំទុកចិត្តបំផុតពួកយើងរាប់អានគ្នាតាំងពីសម័យរៀននៅវិទ្យាល័យមកម្លេះមានរឿងអីក៏ពួកយើងប្រាប់គ្នាដែរញ៉ាំអីក៏ជាមួយគ្នាទៅណាក៏ទៅជាមួយគ្នារហូតដល់ខ្ញុំចាត់ទុកនាងដូចជាបងប្អូនបង្កើតរបស់ខ្ញុំជឿជាក់លើនាងដល់ថ្នាក់ទោះបីជាពិភពលោកនេះក្បត់ខ្ញុំឬក៏បោកប្រាស់ខ្ញុំក៏ខ្ញុំជឿថារចនានឹងមិនធ្វើបាបឬក៏ក្បត់ខ្ញុំដែរប៉ុន្តែខ្ញុំខុសហើយការទុកចិត្តខ្លាំងពេកបានคล้ายទៅជាអាវុធដែលចាក់សម្លាប់ខ្ញុំទាំងរស់រចនាមានបងប្រុសម្នាក់ឈ្មោះរាជបញ្ជាក់ឈ្មោះរាជនេះក៏ជាឈ្មោះដែលអាដមីនជាអ្នកដាក់ឲ្យដែររាជគឺជាមនុស្សប្រុសសម្ដីផ្អែមរួសរាយនិងមើលទៅដូចជាសុភាពបុរសណាស់រាល់ពេលដែលខ្ញុំទៅលេងផ្ទះរចនារាជក៏តែងតែបង្ហាញការយកចិត្តទុកដាក់ចំពោះខ្ញុំប៉ុន្តែខ្ញុំមិនដែលគិតអីលើសពីបងប្រុសរបស់មិត្តភក្តិឡើយរហូតដល់ថ្ងៃមួយវាជាថ្ងៃខួបកំណើតរបស់រចនានាងបានបបួលខ្ញុំទៅជប់លៀងនៅផ្ទះរបស់នាងដោយប្រាប់ថាមានតែមិត្តភក្តិជិតស្និទ្ធពី3នាក់ប៉ុណ្ណោះខ្ញុំក៏ទៅដោយក្តីរីករាយខ្ញុំបានទិញកាដូយ៉ាងស្អាតទៅឲ្យនាងប៉ុន្តែពេលទៅដល់ផ្ទះនោះស្រាប់តែផ្ទះបាយជាស្ងាត់ជ្រងំទៅវិញដែលមានតែរចនានិងបងប្រុសរបស់នាងប៉ុណ្ណោះរចនានិងបងប្រុសរបស់នាងបានប្រាប់ខ្ញុំថាប្រហែលជាមិត្តភក្តិដទៃទៀតមិនទាន់មកដល់ទេដូច្នេះពួកយើងចាប់ផ្ដើមញ៉ាំអីមុនតែម្ដងទៅនៅលើតុអាហារមានម្ហូបអាហារជាច្រើនមុខមានគ្រឿងសមុទ្រមានសាច់គោនិងអាហារជាច្រើនមុខផ្លែឈើហើយរួមទាំងមានស្រាក្រហម2-3ដបដែរខ្ញុំគឺជាប្រភេទមនុស្សម្នាក់ដែលមិនចូលចិត្តផឹកគ្រឿងស្រវឹងទេប៉ុន្តែដោយសារតែការស្រឡាញ់និងការជំរុញរបស់មិត្តភក្តិពេលដែលរចនាហុចកែវស្រាមកឲ្យខ្ញុំហើយបាននិយាយប្រាប់ខ្ញុំថាផឹកមួយកែវទៅវាមិនអីទេថ្ងៃនឹងខួបកំណើតរបស់គ្នាខ្ញុំក៏ដាច់ចិត្តលើកផឹកបន្ទាប់ពីផឹកស្រានោះបានប្រហែលជា15នាទីខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាក្បាលរបស់ខ្ញុំធ្ងន់ចម្លែកភ្នែករបស់ខ្ញុំចាប់ផ្ដើមស្រវាំងមើលផ្លូវលែងចង់ឃើញហើយខ្ញុំមានអារម្មណ៍ថាពិភពលោកទាំងមូលដូចជាចាប់ផ្ដើមវិលវល់វាខុសពីអារម្មណ៍ស្រវឹងស្រាធម្មតាហើយខ្ញុំមានចិត្តភ្នែកមួយថាវាដូចជាថ្នាំសណ្ដំអ្វីមួយយ៉ាងដែលខ្ញុំមិនដឹង
ធ្វើឲ្យខ្លួនប្រាណខ្ញុំទន់លែងមានកម្លាំងកំហែងហើយដៃរបស់ខ្ញុំក៏ធ្លាក់ចុះកាន់កែវស្រាលែងជាប់រហូតដល់វាធ្លាក់បែកខ្ញុំព្យាយាមនិយាយទៅកាន់រចនាទាំងអណ្ដាតរឹងថារចនាជួយយើងផងយើងវល់មុខខ្លាំងណាស់ជួយជូនយើងទៅសម្រាកក្នុងបន្ទប់បន្តិចមកក្នុងវេលានោះភ្នែករបស់ខ្ញុំបានឃើញច្បាស់រចនាមិនត្រឹមតែមិនបង្ហាញពីទឹកមុខព្រួយបារម្ភពីខ្ញុំទេតែនាងបែរជាងាកទៅញញឹមយ៉ាងចម្លែកដាក់បងប្រុសរបស់នាងទៅវិញនាងបានគ្រាខ្ញុំចូលទៅបន្ទប់គេងរបស់នាងរួចដាក់ខ្ញុំឲ្យគេងលើគ្រែក្នុងចិត្តខ្ញុំពេលនោះខ្ញុំខំប្រាប់ខ្លួនឯងថាខ្ញុំប្រហែលជាពុលគ្រឿងសមុទ្រហើយខ្ញុំគិតថាខ្ញុំនឹងមិនអីទេពីព្រោះខ្ញុំមានមិត្តភ័ក្តិនៅចាំមើលថែប៉ុន្តែអ្វីដែលកើតឡើងបន្ទាប់វាបានបំផ្លាញការគិតទំនុកចិត្តនិងជីវិតរបស់ខ្ញុំទាំងស្រុងចាប់ពីពេលនោះមកក្រោយនោះបន្តិចមករាជបានដើរចូលមកក្នុងបន្ទប់ខ្ញុំព្យាយាមងាកទៅមើលរចនាហើយនឹងហៅនាងដោយចង់ឲ្យនាងចាក់ទឹកឲ្យខ្ញុំមួយកែវតែរចនាបានបែរខ្លួនដើរចេញទៅក្រៅធ្វើមិនលឺរួចចាក់សោកលឹះទ្វារបិទយ៉ាងជិតវិនាទីនោះខ្ញុំដឹងខ្លួនភ្លាមថាខ្ញុំត្រូវបានមិត្តភក្តិដែលខ្ញុំទុកចិត្តបំផុតក្បត់ខ្ញុំហើយលួចចាក់ខ្ញុំពីក្រោយខ្នងហើយនាងបានបោកខ្ញុំដើម្បីឲ្យបងប្រុសរបស់នាងជន់ឈ្លីរាជបានដើរមកជិតគ្រែទាំងញញឹមប៉ុន្តែគឺជាស្នាមញញឹមដ៏គួរឲ្យខ្លាចគេបានចាប់ដៃខ្ញុំហើយខ្ញុំព្យាយាមរើបំរាស់ខ្ញុំព្យាយាមស្រែកតែបំពង់ករបស់ខ្ញុំវាបានស្ងួតហួតហែងរហូតដល់គ្មានសំឡេងដែលអាចចេញមកក្រៅបានឡើយសូម្បីតែកម្លាំងដែលខ្ញុំរើចេញឬក៏រុញគេចេញពីខ្ញុំក៏គ្មានកម្លាំងដែរទឹកភ្នែកខ្ញុំនៅពេលនោះវាហូរមកដូចទឹកបាក់ទំនប់ខ្ញុំបានត្រឹមតែប្រើកែវភ្នែកអង្វរកគេហើយនឹងនិយាយដល់ពាក្យខ្សើស្ទើរតែមិនឮសំឡេងថាកុំធ្វើបាបខ្ញុំអីអាណិតខ្ញុំផងដោះលែងខ្ញុំទៅប៉ុន្តែមហិច្ឆតាតណ្ហាឬស្យារបស់មនុស្សប្រុសគេមិនខ្វល់ពីការអង្វរកការយំយែកហូរទឹកភ្នែកសស្រាក់របស់ខ្ញុំឡើយគេបានចាប់បង្ខំនិងរំលោភបំពានលើរូបរាងកាយរបស់ខ្ញុំទាំងដែលខ្ញុំនៅដឹងខ្លួនហើយនឹងស្ដាប់ឮពាក្យគ្រោតគ្រាតដែលចេញពីមាត់របស់គេគ្រប់យ៉ាងទោះជាយ៉ាងណាខ្ញុំនៅតែមិនអាចមានកម្លាំងតតាំងនឹងគេបានឡើយវាគឺជាការឈឺចាប់ហើយជូរចត់ហើយជារឿងដែលធ្វើឲ្យខ្ញុំស្អប់ខ្ពើមខ្លួនឯងបំផុតនៅក្នុងជីវិតមួយនេះខ្ញុំត្រូវបានគេជន់ឈ្លីកិត្តិយសរូបរាងកាយនៅក្នុងផ្ទះរបស់មិត្តភ័ក្តិដែលខ្ញុំស្រឡាញ់ជាងគេក្រោយពេលដែលព្យុះបំផ្លាញជីវិតរបស់ខ្ញុំបានបញ្ចប់ខ្ញុំនៅដេកស្ដុកស្ដឹងនៅលើគ្រែទាំងគ្មានសម្លៀកបំពាក់រាជបានដើរចេញទៅក្រៅបែរខ្នងដោយស្នាមញញឹមកំណាចរបស់គេនៅជាប់នឹងមុខបន្តិចក្រោយមករចនាក៏ដើរចូលមកវិញនាងមិនបានសួរនាំបង្ហាញពីការព្រួយបារម្ភឬក៏បង្ហាញអំពីការសោកស្ដាយរបស់នាងឡើយតែនាងបែរជាបោះខោអាវមកលើខ្ញុំរួចនិយាយដោយសម្ដីគ្រោតគ្រាតមកដាក់ខ្ញុំថាឆាប់ស្លៀកពាក់ហើយត្រឡប់ទៅផ្ទះវិញឲ្យលឿនរឿងនេះបើឯងហ៊ានតែប្រាប់អ្នកណាឬប្តឹងប៉ូលីស
បងរាជនឹងទំលាយវីដេអូដែលថតទុកអំបញ្ញមិញនេះចូលក្នុងក្រុមសាលាហើយនឹងបង្ហោះក្នុងបណ្ដាញសង្គមភ្លាមឯងគិតមើលបើគេដឹងថាឯងខូចខ្លួនបាត់បង់ព្រហ្មចារីតើកិត្តិយសរបស់ឯងនៅមានទៀតឬក៏អត់តើឯងអាចមានមុខរស់នៅក្នុងសង្គមនេះទៀតបានទេហើយឪពុកម្ដាយរបស់ឯងមិនដឹងជាយកមុខទៅទុកនៅណាទេគិតឲ្យច្បាស់មុននឹងធ្វើអ្វីមួយហើយកុំភ្លេចណាបងប្រុសរបស់យើងមានគ្នាច្រើនណាស់គេអាចធ្វើបាបឯងម្ដងទៀតបើឯងហ៊ានប្តឹងប៉ូលីសឬក៏អាចសម្លាប់ឯងចោលក៏ថាបានពីសម្ដីរបស់រចនាប្រៀបដូចជាកំបិតចាក់ទម្លុះបេះដូងរបស់ខ្ញុំបន្ថែមទៀតខ្ញុំយំរហូតដល់ខ្សោះទឹកភ្នែកមួយសន្ទុះក្រោយមកខ្ញុំព្យាយាមប្រមូលកម្លាំងដែលនៅសេសសល់ហើយស្លៀកពាក់រួចដើរចេញពីបន្ទប់ដែលជាឋាននរកដ៏គួរឲ្យខ្ពើមទាំងរូបកាយទ្រុឌទ្រោមចាប់តាំងពីថ្ងៃនោះមកខ្ញុំលែងស្គាល់ពាក្យថាមានក្តីសុខទៀតហើយទោះបីជាខ្ញុំបានផ្ដាច់ទំនាក់ទំនងពីពួកគេទាំងស្រុងប៉ុន្តែអ្វីដែលមិនអាចផ្ដាច់បានគឺស្រមោលអតីតកាលមួយនោះជារៀងរាល់យប់ពេលដែលខ្ញុំនៅម្នាក់ឯងពេលដែលខ្ញុំបិទភ្លើងបន្ទប់ឬក៏ខ្ញុំបិទភ្នែកគេងរូបភាពដ៏គួរឲ្យខ្លាចសំឡេងដែលដូចជាសត្វសឹងវានៅតែលេចឡើងមកវិញនៅក្នុងភ្នែកនិងត្រចៀករបស់ខ្ញុំស្ទើរតែមិនហ៊ានគេងដោយសារតែរាល់ពេលដែលខ្ញុំគេងខ្ញុំតែងតែយល់សប្តិឃើញរាជបង្ខំខ្ញុំជារៀងរាល់ដងខ្ញុំរន្ធត់ខ្ញុំញ័រទ្រូងនិងភ្ញាក់ខ្លួនឡើងទាំងញើសជោកខ្លួនរៀងរាល់យប់ពេលខ្លះខ្ញុំត្រូវគេងបើកភ្លើងទល់ភ្លឺព្រោះខ្ញុំខ្លាចភាពងងឹតខ្ញុំខ្លាចមនុស្សប្រុសគ្រប់គ្នាដែលចូលមកជិតខ្ញុំលែងហ៊ានទុកចិត្តអ្នកណាសូម្បីតែពាក្យមិត្តភក្តិក៏ខ្ញុំលែងចង់ឮដែរខ្ញុំធ្លាប់ចង់សម្លាប់ខ្លួនជាច្រើនដងណាស់ព្រោះគិតថាខ្លួនឯងក៏ខ្វក់ខ្ញុំខ្ពើមខ្លួនឯងមិនសមនឹងរស់នៅតទៅទៀតប៉ុន្តែនៅពេលដែលខ្ញុំក្រឡេកឃើញមុខប៉ាម៉ាក់ខ្ញុំពិតជាដាច់ចិត្តចោលពួកគាត់មិនបានខ្ញុំទ្រាំទ្រាំរស់នៅជាមួយនឹងការឈឺចាប់នេះហាក់ដូចជាមនុស្សដែលរស់តែសម្រាប់ខ្យល់ដង្ហើមប៉ុន្តែខាងឯវិញ្ញាណខាងក្នុងត្រូវបានខ្ទេចខ្ទីនិងស្លាប់បាត់ទៅហើយខ្ញុំធ្លាប់ព្យាយាមចង់ទៅជួបពេទ្យចិត្តសាស្ត្រជាច្រើនដងប៉ុន្តែនៅពេលដែលខ្ញុំគ្រាន់តែដឹងថាពេទ្យនោះគឺជាពេទ្យប្រុសខ្ញុំក៏លែងហ៊ានទៅជួបវិញថ្ងៃនេះដែលខ្ញុំសម្រេចចិត្តសរសេរសំបុត្រនេះផ្ញើមកកាន់ admin ព្រោះខ្ញុំគ្រាន់តែចង់រំសាយវាចេញខ្លះបើមិនដូច្នោះទេខ្ញុំគិតថាខ្ញុំច្បាស់ជាឈួតមិនខានហើយខ្ញុំក៏ចង់ដាស់តឿនទៅកាន់មិត្តអ្នកស្ដាប់ស្រីៗទាំងអស់គ្នាថាសូមកុំទឹកចិត្តអ្នកណាខ្លាំងពេកសូម្បីតែមិត្តភក្តិដែលយើងគិតថាជាមិត្តជិតដិតបំផុតដោយសារតែយើងអាចមើលឃើញមុខនិងសម្បកក្រៅគេបានប៉ុន្តែយើងមិនអាចមើលធ្លុះដល់ចិត្តខាងក្នុងដែលខ្មៅងងឹតរបស់គេឡើយសូមអរគុណ admin ដែលបានអានសំបុត្ររបស់ខ្ញុំបានប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាក្រោយពីបានអានសំបុត្ររបស់ប្អូនស្រីភ្លាមខ្ញុំមានអារម្មណ៍ក្តុកក្តួលនិងខឹងសម្បារជំនួសប្អូនស្រីយ៉ាងខ្លាំងការដែលត្រូវមិត្តភក្តិក្បត់ហើយជាមិត្តភក្តិដ៏ទុកចិត្តបំផុតវាគឺជាស្នាមរបួសដ៏ឈឺចាប់ខ្លាំងណាស់ហើយការឈឺចាប់នេះគឺជាការឈឺចាប់ដែលមិនអាចនឹងលុបបំបាត់បានពីព្រោះវាគឺជាការឈឺចាប់ដោយសារតែត្រូវបានគេបំផ្លាញកិត្តិយសរបស់ប្អូនស្រីទាំងស្រុងចំពោះម្ចាស់សម្បត្តិadmin ចង់ប្រាប់ថាប្អូនស្រីមិនបានធ្វើខុសអីទេបើទោះបីជាប្អូនស្រីបានទុកចិត្តគេប៉ុន្តែសូមកុំបន្ទោសខ្លួនឯង
ខ្ញុំគ្រាន់តែអាចនិយាយបានថារឿងរ៉ាវវាបានហួសទៅហើយសូមឲ្យវាកន្លងផុតទៅហើយសូមកុំបន្ទោសខ្លួនឯងពីព្រោះប្អូនស្រីគឺជាជនរងគ្រោះភាពកខ្វក់វាមិនមែននៅលើខ្លួនរបស់ប្អូនស្រីទេប៉ុន្តែភាពកខ្វក់នោះគឺជាចិត្តគំនិតដ៏ថោកទាបរបស់មនុស្សពីរនាក់ទៅវិញទេមនុស្សពីរនាក់នោះគេស័ក្តិសមនឹងទទួលផលរបស់គេនៅថ្ងៃណាមួយសូមកុំបន្ទោសខ្លួនឯងហើយអត់មានដឹងថាវាមិនងាយស្រួលទេនៅក្នុងការបំភ្លេចប៉ុន្តែអេដមីនមានតែសូមឲ្យប្អូនស្រីរឹងមាំហើយប្រសិនបើអាចសូមស្វែងរកជំនួយពីអ្នកជំនាញប្រឹក្សាផ្លូវចិត្តមានច្រើនដែលជាគ្រូពេទ្យភេទស្រីឬបើមានឱកាសឬបើអាចបានប្អូនស្រីសូមរកផ្លូវច្បាប់ឲ្យគេជួយដើម្បីដាក់ទោសមនុស្សអាក្រក់ទាំងអស់នោះអ្នកមិនមែននៅតែឯងទេគឺមាន admin និងមិត្តអ្នកស្ដាប់នៅក្នុងបន្ទប់សម្ងាត់ទាំងអស់គ្នានៅទីនេះរងចាំឈរខាងប្អូនស្រីជានិច្ចជួបប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាវិញមានយោបល់ឬពាក្យពេចន៍លើកទឹកចិត្តប្អូនស្រីយ៉ាងណាខ្លះសូម comment នៅក្នុងវីដេអូខាងក្រោមហើយសូមកុំភ្លេចបើសិនជាលោកអ្នកមានរឿងសម្ងាត់មានបញ្ហាចង់ឲ្យពួកយើងទាំងអស់គ្នាคล้ายទៅជាផ្នែកមួយដែលជាអ្នកអាចជួយចែករំលែកដោយការស្ដាប់សូមកុំភ្លេចផ្ញើមកកាន់ The Secret Room បន្ទប់សម្ងាត់យ៉ាងទៀតកុំភ្លេចចុច like subscribe របស់នៅក្នុង channel The Secret Room បន្ទប់សម្ងាត់ម្នាក់មួយផងដើម្បីទទួលបានរឿងរ៉ាវផ្សេងៗទៀតហើយនឹងធ្វើជាសក្ខីភាពសម្រាប់អ្នកដែលមានរឿងដូចគ្នាសម្រាប់រាត្រីនេះ admin សូមជម្រាបលានិងជាពិសេសជូនពរប្អូនស្រីម្ចាស់សម្បត្តិឲ្យឆាប់ឆ្លងផុតពីស្រមោលដតកាដ៏ខ្មៅងងឹតមួយនេះហើយសន្យាជួបគ្នានៅក្នុងសម្បត្តិរបស់ប្រិយមិត្តយើងក្រោយទៀត